Sao mình peថ្ងៃហ្នឹងគឺចូលទៅខេត្តហើយទៅដល់ហោមវងមូលបលីងណោះចាស់ហ្នឹងបងប្អូនក៏ឡានដឹកដីស៊ីគ្នាមួយម៉ូតូទៅប៉ុន្តែខ្ទេចតែម៉ូតូទេបងប្អូនមិនអត់មានបញ្ហាអីទេហើយក៏ល្ងាចឡើងហ្នឹងគឺត្រឡប់មកវិញក៏ចូលផ្សារទិញបន្លែដើម្បីថ្ងៃស្អែកនឹងឯងចិនខ្មៅចង់និយាយថាបន្លែអីក៏ដោយឲ្យតែថ្ងៃបុណ្យទានហ្នឹងគឺវារៀងឡើងថ្លៃបន្តិចណាបងប្អូនហើយពងទានេះវិញ10គ្រាប់ត4500ឯងរៀងធំទូថ្លៃដែរត្រីតោននឹងត្រីដៃនេះ1គីឡូតែ8000ទេបងប្អូនហើយទិញឲ្យស្ពីលល្ងវីខ្លួនដើរក៏ប្រទះឃើញនំនេះច្រក2000មកហូបមកទៀតហើយវ៉ាន់ហ្នឹងទិញបន្លែ2ថងយូរល្ងវីខ្លួនទៅមុនហើយបណ្ដារោសាច់តាមក្រោយចឹងមិនថាទៅរំបានគ្រប់មុខអស់ដែលយើងត្រូវរៀបចំយកផ្លាប់ហ្មងប៉ះអីទេឲ្យតែមានលុយកន្លែងនេះគឺប្រហិតឆ្ងាញ់ជាមួយនឹងបច្ចុកតែមានបានទិញទេបងប្អូនមិនដូចច្រើនពេករោមឡើងចិត្តហ្មងក៏សម្រាប់ចិត្តថាមិនបាច់ហូបទេហើយក៏ត្រឡប់មកវិញនៅអីវ៉ាន់ឡើងពេញគូតឡាន500ចិត្តនេះខ្ញុំមក